រដ្ឋបាលខេត្តព្រះសីហនុសហការជាមួយអគ្គនាយកដ្ឋានពន្ធដារបើកកិច្ចប្រជុំដោះស្រាយនិងពន្លឿនលំហូរឯកសារវិស័យដីធ្លីដើម្បីកាត់បន្ថយការកកស្ទះដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋនិងលើកកម្ពស់ប្រសិទ្ធភាពសេវាសាធារណៈនាព្រឹកថ្ងៃពុធទី15ខែកក្កដាឆ្នាំ2026ឯកឧត្តមគង់វិបុលរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរួមជាមួយឯកឧត្តមម៉ាងស៊ីណេតអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុបានអញ្ជើញដឹកនាំកិច្ចប្រជុំដោះស្រាយនិងពន្លឿនលំហូរឯកសារវិស័យដីធ្លីនៅភូមិសាស្ត្រខេត្តព្រះសីហនុក្នុងកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តមន្ទីរអង្គភាពពាក់ព័ន្ធអភិបាលក្រុងស្រុកមន្ទីរជំនាញនៃមន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់និងសុរិយោដីនិងមន្ត្រីនៃសាខាពន្ធដារខេត្តជាច្រើនរូបទៀតនៅក្នុងឱកាសនោះឯកឧត្តមម៉ាងស៊ីណេតបានមានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្ដៅនិងបានលើកឡើងអំពីគោលបំណងសំខាន់នៃកិច្ចប្រជុំគឺដើម្បីពន្លឿនលំហូរឯកសារដែលបានកកស្ទះនៅតាមយន្តការច្រកចេញចូលតែមួយទាំងកម្រិតក្រុងស្រុកនិងកម្រិតខេត្តក៏ដូចជានៅតាមមន្ទីរអង្គភាពជំនាញឯកឧត្តមបានបញ្ជាក់ថាការធ្វើបែបនេះគឺដើម្បីធានាឲ្យបាននូវតម្លាភាពគណនេយ្យភាពនិងភាពរលូននៅក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋដោយសារឯកសារកកស្ទះនាពេលកន្លងមកមានកត្តាមួយចំនួនមានដូចជាកត្តាមនុស្សកត្តាច្បាប់និងកត្តាបច្ចេកទេសដើម្បីដោះស្រាយលំហូរឯកសារនៅតាមច្រកចេញចូលតែមួយឲ្យបានលឿនក៏ប៉ុន្តែអ្វីដែលយើងបានខិតខំដោះស្រាយមិនដូចអ្វីដែលយើងចង់បានក្នុងការលំហូរឯកសារបានលឿនឆាប់តាមអ្វីដែលយើងចង់បាននោះទេឯកឧត្តមគង់វិបុលបានបញ្ជាក់ថាគោលបំណងចម្បងនៃជំនួបពិភាក្សានេះគឺដើម្បីចាប់ដៃគ្នាសហការយ៉ាងជិតស្និទ្ធរវាងសាខាពន្ធដារខេត្តនិងមន្ទីរសុរិយោដីខេត្តក្នុងការបង្កើនប្រសិទ្ធភាពការចុះបញ្ជីដីធ្លីនិងការប្រមូលចំណូលពន្ធចូលថវិកាជាតិឯកឧត្តមបានបន្ថែមថាយុទ្ធនាការដោះស្រាយការកកស្ទះឯកសារដីធ្លីនិងពន្ធដារនេះត្រូវបានធ្វើឡើងជាបន្តបន្ទាប់ជោគជ័យរួចមកហើយនៅតាមបណ្ដារាជធានីខេត្តមួយចំនួនដូចជារាជធានីភ្នំពេញខេត្តកណ្ដាលនិងខេត្តសៀមរាបហើយនៅពេលនេះកំពុងបន្តអនុវត្តនៅខេត្តព្រះសីហនុដើម្បីឲ្យការចុះបញ្ជីដីធ្លីនិងការប្រមូលទិន្នន័យមានភាពស៊ីចង្វាក់គ្នាឆ្លើយតបទៅនឹងកម្មវិធីកែតម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលសម្រាប់ខេត្តព្រះសីហនុឯកសារកកស្ទះភាគច្រើនត្រូវបានដោះស្រាយស្ទើរតែទាំងអស់ទៅហើយប៉ុន្តែចំពោះឯកសារដែលនៅសេសសល់ឯកឧត្តមបានណែនាំឲ្យមន្ត្រីជំនាញធ្វើការបែងចែកចំណាត់ថ្នាក់បញ្ហាឲ្យបានច្បាស់លាស់ដែលភាគច្រើនបណ្ដាលមកពីករណីទី1ម្ចាស់ដីម្ចាស់ទ្រព្យមិនមកសហការដោះស្រាយករណីទី2ម្ចាស់ដីផ្ដល់ឯកសារឬភស្តុតាងមិនគ្រប់គ្រាន់តាមច្បាប់កំណត់ករណីទី3ម្ចាស់ដីមិនស្ថិតនៅក្នុងស្រុករស់នៅបរទេសឬខេត្តផ្សេងដែលធ្វើឲ្យពិបាកក្នុងការតាក់ទងយើងជាមន្ត្រីបម្រើរាជត្រូវតែរួមគ្នាធ្វើកិច្ចការនេះឲ្យកាន់តែមានប្រសិទ្ធភាពនិងប្រសិទ្ធផលបន្ថែមទៀតដើម្បីកាត់បន្ថយការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋជាលទ្ធផលនិងជាទិសដៅដោះស្រាយទៅមុខឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលបានបញ្ជាក់យ៉ាងច្បាស់ថាបញ្ហាសេវាកកស្ទះគឺជាការទទួលខុសត្រូវរួមគ្នាហេតុនេះទើបអង្គប្រជុំបានសម្រេចបង្កើតក្រុមការងារចម្រុះមួយដែលរួមមានសមាជិកភាពមកពីខាងសាខាពន្ធដារខេត្តមន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់និងសុរិយោដីខេត្តយន្តការច្រកចេញចូលទៅមួយក្រុងស្រុកតំណាងរដ្ឋបាលខេត្តក្រុមការងារចម្រុះនេះមានភារកិច្ចចុះពិនិត្យតាមដាននិងដោះស្រាយឯកសារដីធ្លីដែលនៅសេសសល់ទាំងឡាយដោយផ្ទាល់ដើម្បីធានាថារាល់លំហូរឯកសារនិងការផ្ដល់សេវារដ្ឋបាលនៅក្នុងខេត្តព្រះសីហនុដំណើរការទៅមុខដោយរលូនឆាប់រហ័សប្រកបដោយតម្លាភាពនិងគណនេយ្យភាពខ្ពស់